ជំរាបសួរបងប្អូនសិក្ខាកាមទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីសិក្សាភាសាកូរ៉េជាមួយ Master Topic ខ្សែជាថ្មីម្ដងទៀតបងប្អូនបានសិក្សារួចមកហើយអំពីវីដេអូមុនដែលយើងបានសិក្សាអំពីសាក់ក៏ដូចជាព្យញ្ជនៈលេខកូរ៉េកាត់ចិនលេខកូរ៉េសុទ្ធក៏ដូចជាការប្រកបពាក្យបាទការប្រកបពាក្យយើងរៀនទៅលើការប្រកបពាក្យដែលមានតែព្យញ្ជនៈបូកស្រៈក៏ដូចជាការប្រកបពាក្យដែលមានព្យញ្ជនៈបូកស្រៈបូកផាត់ឈីមបាទអញ្ចឹងវីដេអូមុនយើងរៀនអំពីផាត់ឈីមមែនទេបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាបន្តទៅលើចំណុចមួយទៀតគឺការបញ្ចេញសំឡេងផារឹមបាទភាសាកូរ៉េថាផារឹមការបញ្ចេញសំឡេងបាទអញ្ចឹងការបញ្ចេញសំឡេងមិនបងប្អូនធ្លាប់សិក្សាភាសាអង់គ្លេសបងប្អូនដឹងទេភាសាអង់គ្លេសគេថាអក្សរអីបញ្ចេញសំឡេងបែបណាសោនធ្ងន់ស្រាលលើកដាក់យ៉ាងម៉េចបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាទៅលើការបញ្ចេញសំឡេងដែលភាសាកូរ៉េហៅថាផារឹមនឹងឯងអញ្ចឹងដើម្បីកុំឲ្យខាតពេកតោះយើងទៅមើលទាំងអស់គ្នាបាទពីព្រោះបើសិនជាបងប្អូនអត់បានសិក្សាអំពីការបញ្ចេញសំឡេងហ្នឹងទេគឺបងប្អូនទាំងអស់គ្នានឹងជួបជាមួយនឹងបញ្ហាមួយគឺអានអត់ត្រូវឬក៏នៅពេលដែលយើងទៅស្ដាប់គេយើងនឹងអាចស្ដាប់ច្រឡំបាទពីព្រោះភាសាសរសេរគឺផ្សេងភាសាអានគឺផ្សេងនៅក្នុងការបញ្ចេញសំឡេងតោះអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងពាក្យនៅខាងនេះគឺឋានៈពាក្យខាងនេះគឺផារឹមការបញ្ចេញសំឡេងបាទណាទាំងអស់គ្នាតោះយើងមើលពាក្យទី1ផាប់អ៊ឺលឃើញទេទាំងអស់គ្នានេះគឺការសរសេរនៅខាងនេះគឺការសរសេរចំណែកផ្នែកខាងនេះគឺការបញ្ចេញសំឡេងការអានណាទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលទាំងអស់គ្នាយល់ពីចំណុចទាំងអស់នេះពេលដែលយើងស្ដាប់ទៅគឺយើងអត់ច្រឡំទេបាទយើងអត់ច្រឡំនោះទេតោះអញ្ចឹងយើងមើលផាប់អ៊ឺលបាទបាទទាំងអស់គ្នានៅចាំបានទេផអាផាផាដាក់បផាប់អ៊ឺអ៊ឺអ៊ឺលអ៊ឺលផាប់អ៊ឺលឃើញទេនៅពេលដែលយើងសរសេរគឺយើងសរសេរផាប់អ៊ឺលប៉ុន្តែនៅពេលដែលបងប្អូនអានយើងអត់អានផាប់អ៊ឺលទេយើងអានបែបនេះផាប់អ៊ឺលតោះនេះបងប្អូនគ្នាយើងសរសេរផាប់អ៊ឺលប៉ុន្តែនៅពេលដែលយើងអានហ្នឹងយើងអានអាពាក្យផាប់អ៊ឺលហ្នឹងពេលយើងអានផាប់អ៊ឺលផាប់អ៊ឺលហេតុអីមិនគេត្រូវអានផាប់អ៊ឺលនៅក្នុងបច្ចេកទេសនៃការអានគឺនៅពេលដែលយើងអានករណីបែបនេះគឺយើងត្រូវលើកផាត់ឈីមនេះឡើងលើនេះតោះនេះបងប្អូនគ្នាអញ្ចឹងយើងលើកផាត់ឈីមឡើងទៅដាក់កន្លែងនេះអញ្ចឹងយើងទៅជាផាប់អ៊ឺលស្ដាប់តោះនេះបងប្អូនគ្នាយើងសរសេរផាប់អ៊ឺលប៉ុន្តែការអានគឺយើងលើក p អ៊ឹបនេះឡើងមកលើអញ្ចឹងយើងទៅជាផាប់អ៊ឺលណាអញ្ចឹងអត់អានផាប់អ៊ឺលទេគឺអានផាប់អ៊ឺលផាប់អ៊ឺលអញ្ចឹងផាប់អ៊ឺលផាប់អ៊ឺលនេះប្រែថាបាយបាទប្រែថាបាយអញ្ចឹងស្ដាប់តនេះអ្នកទាំងអស់គ្នាណាខ្ញុំបញ្ជាក់ភាសាទៀតការអានផ្សេងការសរសេរគឺផ្សេងនៅពេលដែលយើងអានករណីមានផាត់ឈីមបែបអញ្ចឹងគឺយើងត្រូវលើកផាត់ឈីមឡើងទៅលើអញ្ចឹងយើងអានភ្ជាប់វាមកទៅជាផាប់អ៊ឺលបាទផាប់អ៊ឺលទៅជាផាប់អ៊ឺលតោះយើងមើលតមកអយោបាទនេះគឺការសរសេរមកអយោមួស្រអមកកមកស្រអនិងស្រយោមកអយោអញ្ចឹងនៅក្នុងការសរសេរគឺយើងសរសេរមកអយោប៉ុន្តែការអានគឺយើងអត់អានមកអយោទេគឺយើងអានមកអយោមកអយោឧទាហរណ៍ថាខ្ញុំញ៉ាំបាយច្រើនផាប៊ឺលមកអយោទេច្រើនផាប៊ឺលមកអយោអញ្ចឹងខ្ញុំញ៉ាំបាយអញ្ចឹងការសរសេរគឺយើងសរសេរមកអយោប៉ុន្តែការអានយើងអានមកយោឃើញទេអញ្ចឹងយើងលើកខីយកនេះឡើងបាទយើងលើកខីយកនេះឡើងលើនេះអញ្ចឹងមកយោយើងលើកខីយកឡើងមកកន្លែងនេះអញ្ចឹងទៅជាខីយកឡើងមកនេះអញ្ចឹងនៅសមមកខីយកបូកស្រអខយោអញ្ចឹងមកខយោយល់ទេទាំងអស់គ្នាបាទអញ្ចឹងការអានផ្សេងការសរសេរផ្សេងមកអយោទៅជាមកយោតោះយើងមើលបន្តហាន់គុកអបាទហាន់គុកអមកយោនេះប្រែថាញ៉ាំបាទហាន់គុកអក្នុងការសរសេរប៉ុន្តែនៅពេលដែលយើងអានហាន់គូកឃើញទេហាន់គូកអញ្ចឹងយើងលើកខីយកនេះឡើងមកកន្លែងនេះអញ្ចឹងកន្លែងនេះបាត់ខីយកអញ្ចឹងនៅសល់ហាន់គូខីយកបូកកន្លែងនេះមកឡើងទៅជាកអញ្ចឹងទៅជាហាន់គូកយល់ទេបងប្អូនគ្នាអញ្ចឹងឲ្យតែមានផាត់ឈីមគឺគេលើកផាត់ឈីមឡើងទៅតែម្ដងអញ្ចឹងវាចេញសំឡេងហ្នឹងតែមានករណីខ្លះដែលរក្សាចាំខ្ញុំបញ្ជាក់បន្ថែមបាទអញ្ចឹងហាន់គូអទៅជាហាន់គូកបាទហាន់គូកភាសាកូរ៉េបាទភាសាកូរ៉េតោះយើងមើលមួយទៀត